វីដេអូថ្ងៃនេះនាំកូនសិស្សម្ដីលេងសៀកម្ដងចាខ្ញុំមានខាត់រង្វាន់នេះជាຂະຫນາດភាសាអង់គ្លេសគេហៅខាត់យើងហៅមួយប៉ែងឬក៏មួយកែវអីចឹងណាចាដែលមានចំណុះ160មីលីលីត្រក្នុងមួយកែវឬក៏ប៉ែងនេះបន្ទាប់មកយើងមានខ្ទឹមបារាំងហើយយើងមានអក្សរនេះមួយជួយទាញមើលថាពីរហ្នឹងវត្ថុពីរហ្នឹងមួយណាធ្ងន់ជាងគេធ្ងន់ជាងចាអញ្ចឹងប្រកបណាស់គឺខ្ទឹមបារាំងហើយស្រាលជាងគឺអក្សរនេះចាអក្សរ F នេះស្រាលហើយធ្ងន់បន្ទាប់មកយើងដាក់វត្ថុស្រាលនេះទៅក្នុងកែវមួយនៅបាតយើងមើលឃើញណាថាអក្សរ F នេះនៅក្នុងបាតកែវហើយយើងគូកុមារតើមានវិធីណាដែលយើងអាចយកអក្សរហ្នឹងចេញពីបាតកែវបានយើងមានវិធីជាច្រើនយើងអាចលូកដៃទៅយកប៉ុន្តែដោយសារកែវវាតូចពេកលូកដៃយកអត់បានយើងអាចប្រើកាចាប់ឬក៏ដង្កៀបសម្រាប់គៀបយកមកបានប៉ុន្តែករណីយើងអត់មានកាចាប់ឬក៏ដង្កៀបតើយើងធ្វើមិនចាអញ្ចឹងយើងសាកនាំកុមារប្រើទឹកចាដើម្បីយកអក្សរ F ហ្នឹងចេញពីបាតកែវមកចាឥឡូវចាំមើលទាំងអស់គ្នានំពណ៌មួយកែវចូលទៅអូវាងើបឡើងមកហើយចាបន្ទាប់មកទៀតយើងដាក់មួយទៀតពីកែវចាពីកែវដាក់គ្រប់3កែវ3កែវអាចយកបាននៅយកចិត្តបានហើយចាតែដើម្បីងាយស្រួលខ្ញុំដាក់ថែមទៀតមកយើងបាន3កែវហើយឥឡូវយើងថែមមួយទៀតគ្រប់4កែវងាយស្រួលយកនៅចាយកបានហើយហើយយើងថែមមួយកែវទៀតចាអញ្ចឹងពេលដែលយើងដាក់គ្រប់5កែវគឺងាយស្រួលយកមែនតើយកមកដល់ចាបានសម្រាប់ហើយយើងរៀនបានមួយកុមារអំពីវិធីដោះស្រាយបញ្ហាកុមាររៀនសូត្របានអំពីវិធីដោះស្រាយបញ្ហាហើយក៏រាប់ចំនួនដែរមានន័យថាកែវមួយនេះមានចំណុះស្មើនឹង5កែវតូចនេះចាហើយបើយើងដឹងថាចំណុះកែវតូចនោះមានប្រមាណមីលីលីត្រទៀតយើងអាចនាំកុមារបូកដើម្បីរកចំណុះសរុបចាតាមមានចំណុះប្រមាណហើយកុមារតូចៗយើងកុំតន់ឲ្យដល់ខ្ពស់ពេកយើងគ្រាន់តែសួរគាត់ត្រឹមមានប៉ុន្មានកែវអញ្ចឹងទៅអញ្ចឹងយើងដឹងហើយថា5កែវចាអញ្ចឹងខ្ញុំចាក់ចូលទៅវិញចាបានសម្រាប់ឥឡូវនេះដល់ពេលខ្ទឹមបារាំងម្ដងខ្ទឹមបារាំងគឺធ្ងន់ណាស់ហើយយើងក៏អាចយកបានដែរដោយប្រើដង្កៀបចាប់ចាឬក៏យើងចាក់វាចេញមកអញ្ចឹងណាប៉ុន្តែករណីយើងអត់ចង់ឲ្យពេលខ្លះចាក់ចេញមកធ្វើឲ្យបែកអីចឹងទៅបើសិនវត្ថុហ្នឹងដូចជាពងមាន់ពងទាអញ្ចឹងយើងដាក់បន្តទៀតតើខ្ទឹមបារាំងនឹងត្រូវការប៉ុន្មានកែវដើម្បីឲ្យបណ្ដែតឡើងមកលើហើយយើងងាយស្រួលយកបានចានេះណា2 3 4 ចា5ប៉ុន្តែអត់គ្រប់5ទេដោយសារខ្ញុំសល់ទឹកចាអញ្ចឹងកន្លែងហ្នឹងក៏កុមាររៀនសូត្របានដែរថាពេលដែលយើងដាក់វត្ថុនេះស្រាលតូចចូលទៅគឺយើងត្រូវការទឹក5កែវពេញដើម្បីឲ្យដាក់ឡើងលើប៉ុន្តែវត្ថុដែលធំហើយធ្ងន់និយាយទៅឲ្យតែមានមាឌធំចាយើងអាចត្រូវការទឹកតិចជាងចាដូចនៅទីនេះយើងត្រូវការខ្ទឹមបារាំងងើបឡើងទៅយើងត្រូវការ4កែវជាងអត់ដល់5កែវយើងនៅសល់ទឹកអរគុណចាអរគុណដែលបានតាមដានវីដេអូហើយវីដេអូខ្លីនេះគឺចង់បង្ហាញអំពីការរៀនខ្លឹមសារនៃការរៀនតាមរយៈការលេងចាដូចដែលប៉ាម៉ាក់បានឃើញស្រាប់នៅក្នុងវីដេអូខាងដើមគឺកុមារតាមរយៈសកម្មភាពទាំងអស់នេះកុមាររៀនសូត្របានអំពីបញ្ញត្តិគណិតវិទ្យាដូចជាការរាប់ចំនួនរង្វាស់ហើយការដោះស្រាយបញ្ហាដោយប្រើសម្ភារៈដែលមានស្រាប់នៅជុំវិញផ្ទះហើយស្របទៅនឹងចិត្តសាស្ត្រនៃការលេងរបស់កុមារដែរព្រោះប៉ាម៉ាក់ពិតជាឯកភាពដូចខ្ញុំគិតដែរចាដូចខ្ញុំយល់ឃើញដែរគឺកូនយើងហ្នឹងចូលចិត្តលេងទឹកវាផ្សេងមួយទឹកអីហ្នឹងអត់ចង់ចេញពីបន្ទប់ទឹកទេមែនអត់ហើយបើយើងដឹងថាគាត់ចូលចិត្តលេងអញ្ចឹងយើងបង្កើតសកម្មភាពលេងហ្នឹងដើម្បីឲ្យគាត់រៀនសូត្រហើយសកម្មភាពហ្នឹងមានសុខភាពរបស់សម្រាប់គាត់ផងដែរដូចជាយើងត្រូវការទឹកដាក់ក្នុងធុងចាំដៃយើងនេះហើយបន្ទាប់មកបើយើងខ្លាចទឹកនឹងកពុបឬក៏ប្រឡាក់អីជុំវិញយើងអាចដាក់ចានកម្រចាអញ្ចឹងវិធីទាំងអស់នេះជួយឲ្យកុមាររៀនសូត្រអំពីការរៀបចំធ្វើសកម្មភាពមួយដើម្បីកុំឲ្យបង្កជាបញ្ហាផងដែរនឹងឲ្យដែលយើងហៅថាដោះស្រាយបញ្ហាខ្ញុំអត់មានអីលេងចង់លេងការសម្ភារៈដែលមាននៅជុំវិញផ្ទះ
ចាបើសិនជាទឹកកពុកត្រូវដោះស្រាយមិនធ្វើមិនឲ្យការទឹកដែលកពុកហ្នឹងប្រឡាក់នៅលើតុឬក៏នៅលើឥដ្ឋអីចឹងទៅហ្នឹងសិតតែការដោះស្រាយបញ្ហាហើយដូចក្នុងវីដេអូខ្លីក៏បានបង្ហាញដែរថាវត្ថុពីរនៅបាតបើយើងចង់ឲ្យវាដែកតាមលើដើម្បីយកបានងាយស្រួលដោយមិនចាំបាច់ប្រើដង្កៀបឬក៏យើងលូកដៃទៅយកបានហ្នឹងគឺយើងប្រើទឹកដើម្បីវត្ថុនោះដែកឡើងលើចាសង្ឃឹមថាវីដេអូខ្លីនេះមានអត្ថប្រយោជន៍ហើយប្រមាក់សាយអនុវត្តជាមួយកូនទាំងអស់គ្នាហើយគ្រូមត្តេយ្យក៏យើងអាចយកទៅអនុវត្តជាមួយកូនសិស្សយើងនៅក្នុងថ្នាក់មត្តេយ្យបានផងដែរអរគុណ